ចានវ៉ាន់ធុនតូចពីចានមួយចានត្រូវបានបោះចោលបង្គាស្ងួតចៅហ្វាយសូមយកវ៉ុនតុនពីចានកុំប្រើបង្គាស្ងួតក្នុងចានខ្ញុំមិនដែលប្រាប់អ្នកណាទេខ្ញុំមិនញ៉ាំបង្គាស្ងួតទេតើអ្នកដឹងដោយរបៀបណារាល់ពេលដែលខ្ញុំឃើញអ្នកផឹកអាហារដ្ឋានស៊ុបសារាយសមុទ្រនិងស៊ុបចៀនអ្នកអាចធ្វើបានឬសម្បកបង្គាចេញនេះហើយវ៉ុនតុនពីចាននិងមួយចានកុំប្រើបង្គាស្ងួតមានតែកូនស្រីរៀបការហើយទេដែលដឹងក្នុងលោកនេះខ្ញុំមិនញ៉ាំបង្គាស្ងួតទេតើអ្នកដឹងដោយរបៀបណាថាអ្នកជានរណាពិតប្រាកដវាបង្ហាញថាក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យមានក្មេងស្រីធាត់ម្នាក់ដ៏ស្រស់ស្អាតសិស្សទាំងអស់មានការងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជាលើកដំបូងនេះវ័យក្មេងដ៏មានទ្រព្យសម្បត្តិនិងជ្រៅយ៉ាងណាក៏ដោយបុរសនោះបាននិយាយថាវាគ្រាន់តែសម្រាប់ការសប្បាយប៉ុណ្ណោះខ្ញុំនឹងទៅក្រៅប្រទេសឆាប់នេះតើត្រូវធ្វើអ្វីទៀតមកចុះប៉ុន្តែខ្ញុំមិនដែលរំពឹងថាពាក្យទាំងអស់នេះស្រីនោះបានរហ័យមានអារម្មណ៍ខ្ញុំមានអារម្មណ៍ដូចជាក្លុកម្នាក់ដូច្នេះនៅក្នុងការណាត់ជួបចុងក្រោយរបស់គេប្រជុំរួចក្មេងស្រីនោះបានចាក់ចេញដោយស្ងាត់បាត់បង់ទាំងស្រុងដាន7ឆ្នាំបានកន្លងផុតទៅក្នុងមួយប៉ព្រិចម្ដាយនាំកូនស្រីទៅមន្ទីរពេទ្យខ្ញុំបានទៅជួបគ្រូពេទ្យវះកាត់ប៉ុន្តែខ្ញុំមិនដែលឲ្យពេលដែលនាងរុញទ្វារបើគាត់គឺជាមិត្តប្រុសដំបូងរបស់នាងហើយនៅពេលនោះរាងកាយរបស់ក្មេងស្រីទាំងសម្ភារៈនិងរូបរាងបានផ្លាស់ប្ដូរការផ្លាស់ប្ដូរដ៏គួរឲ្យភ្ញាក់ផ្អើលសូម្បីតែផែនដីទាំងបានប្ដូរឈ្មោះខ្លួនឯងទៀតផងអីទេភ័យខ្លាំងណាស់រហូតដល់ហ៊ានតែដោយអន់ក្បាលចុះបុរសនោះអាចមើលឃើញនាងស្ថានភាពលំបាករបស់នាងប្រាប់នាងថាគុណត្រូវការប្រាក់100,000សម្រាប់ការវះកាត់ដើម្បីឲ្យនាងប្រាក់ឲ្យបានរីករាយដោយសម្ងាត់ដែលនាងបានខ្លួនឯងកាន់របាយការណ៍ត្រួតពិនិត្យគាត់បានរត់គេចខ្លួនដោយភ័យស្លន់ស្លោប៉ុន្តែបុរសនឹងមើលរូបរាងរបស់នាងដោយមិនជឿបានទទួលអារម្មណ៍នៃ diva អារម្មណ៍នៃការស្គាល់គ្នាបន្ទាប់ពីចាក់ចេញពីបន្ទប់ពីគ្រូកូនស្រីរូបថតប៉ាចេញពីកាបូសួរនាងអំពីគ្រូពេទ្យដែលនាងទៅតែគាត់ជាប៉ាមែនទេស្ត្រីរូបនោះបានបដិសេធយ៉ាងរហ័សថាគេគ្រាន់តែមើលទៅស្រដៀងគ្នាឪពុករស់នៅឆ្ងាយគាត់ទិញទៅរកស៊ីចិញ្ចឹមគ្រួសារពាក្យសម្ដីរបស់មនុស្សនោះធ្វើឲ្យនាងព្រួយបារម្ភប្រកាសថានាងមិនស្រឡាញ់ខ្ញុំទេពួកគេអាចទទួលយកកុមារហើយស្គាល់គាត់បន្ទាប់មកវាខ្លាចជាគ្មានយ៉ាងណាមិញអ្វីដែលស្ត្រីមិនដឹងនោះគឺថាបុរសពួកគេមិនដែលបោះបង់ការស្វែងរកអស់រយៈពេលច្រើនឆ្នាំមកទេស្វែងរកនាងគ្រោះថ្នាក់មួយប៉ុន្តែនាងធ្លាប់ជួបយូរមកហើយគ្មានកំហុសនិងសេចក្តីសប្បុរសរបស់ជំនាញសេចក្តីល្អដូច្នេះ7ឆ្នាំមកណាបងតែងគិតដល់ស្ត្រីជានិច្ចកុំភ្លេចណាបងប្អូនប្រុសរបស់នាងបានចំអកឲ្យនាងដែលជាស្ត្រីខ្លាចអ្នកពិតជាបានប្រើតម្លៃថោកបែបនេះមែនឆ្នាំហើយក៏បាននិយាយអំពីសេចក្តីជួបជុំគ្នាក្នុងថ្នាក់ត្រូវរៀបចំឡើងហើយបុរសត្រូវបានអញ្ជើញឲ្យចូលរួមប៉ុន្តែបុរសបុគ្គលនោះបានប្រលេខថាត្រូវធ្វើការមកបងប្រុសខ្ញុំតែងតែនិយាយថាវាជានាងឆេងឈីងម៉ៃមិនមានវត្តមានហើយបានឬឈ្មោះស្នេហាដំបូងរបស់បុរសនោះខ្ញុំរវល់ខ្លាំងណាស់រហូតដល់មិនបានកត់សម្គាល់ឃើញបានបង្ហាញបន្ទាប់មកគាត់បានយកខ្ញុំបានលើកទូរស័ព្ទដើម្បីហៅទៅស្រីបានទូរស័ព្ទទៅឲ្យពេលនាងងាកមកភ្លាមពេលដែលរាងកាយរបស់គាត់លេចចេញមកគាត់បានឃើញមានទេពកោសល្យរូបនេះក៏នាងលើកទូរស័ព្ទឡើងហើយភ្នែករបស់នាងក៏បើកឡើងពេញដោយការភ្ញាក់ផ្អើលប៉ុន្តែបន្ទាប់ពីនាទីសម្លេងទូរស័ព្ទរបស់ស្ត្រីនោះសម្លេងរបស់បងស្រីដែលនៅជាប់ផ្ទះហើយសម្លេងបុរសនៅក្នុងទូរស័ព្ទក៏សម្លេងនៃសមរភូមិខាងមុខដូចរាល់ដងនាងបានដាក់ទូរស័ព្ទចុះដោយការខកចិត្តឆេងឃីងមៀវតើអ្នកណែណាស្ត្រីរូបនោះទើបតែត្រឡប់មកផ្ទះវិញដំណើរទស្សនកិច្ចជាមួយនឹងការបញ្ចុះបញ្ចូលបានទៅចូលរួមពិធីជួបជុំសាសនាអស់រយៈពេល7ឆ្នាំមកហើយនាងនៅជាច្រើនគិតថានាងបានទៅហើយប៉ុន្តែនាងគ្រាន់តែនៅតែប្រងើញញញដូចមុនដែរបុរសនោះនៅតែបដិសេធប៉ុន្តែមិត្តល្អពេលនិយាយពីស្នេហាដំបូងរបស់នាងនោះធ្លាប់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលនៅការជួបជុំសាសនាវិញបុរសនោះមានតែអាចមើលឃើញស្នេហាដំបូងរបស់នាងសង្ឃឹមថានឹងចូលរួមការជួបជុំគ្នារបស់លទ្ធផលគឺសិស្សបានអំឡុងពេលទូទីខ្ញុំបាននិយាយអ្វីមួយអំពីដំណឹងនៃស្នេហាដំបូងរបស់ខ្ញុំពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ឈីងម៉ៅគាត់ស្លាប់ហើយឬនៅស្លាប់គ្មានវិធីទេមែនហើយខ្ញុំបានទៅមន្ទីរពេទ្យកាលពី6ឆ្នាំមុនខ្ញុំបានឃើញថាគាត់ក៏នៅមន្ទីរពេទ្យដែរគាត់មើលទៅហាក់ដូចជាមិនស្រួលខ្លួនខ្លាំងហើយជាមួយនឹងពស់នោះវាទំនងជាគ្មានអ្វីចម្លែកទេដែលវាមានប្រជាប្រិយភាពខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយខ្ញុំមិនអាចតាក់ទងគាត់បានទេខ្ញុំមិនដែលរំពឹងថាបុរសនោះបានស្លាប់ទៅហើយគ្មានអ្នកណានៅសល់ឡើយអារម្មណ៍ដូចនេះគាត់ភ្លាមពួកគេបានចាក់ចេញពីបន្ទប់ឯកជនហើយស្ត្រីនៅខាងនោះទើបតែត្រូវបានបញ្ជូនសម្ភារៈទៅសន្តាគារដូចគ្នាសម្ភារៈកំពុងត្រូខ្ញុំកំពុងនិយាយទូរស័ព្ទតាមផ្លូវហើយបុរសនោះបានបុកជាមួយសេះទេប្រយ័ត្នកុំឲ្យជើងរបស់អ្នករមួលណាបងប្រុសខ្ញុំអាចធំក្លិនរបស់គាត់ស្គាល់ផ្លូវនោះច្បាស់ណាស់ហើយនៅពេលនេះគាត់កំពុងនោះបានដេកតាមនាងវាបានបង្ហាញថាកាយរបស់ស្ត្រីនោះបានឃើញអ្នកទាំងពីរនាក់ពួកគេបានអបគ្នាយ៉ាងស្និទ្ធស្នាលនិងយ៉ាងស្និទ្ធស្នាលដែលមានបេះដូងពោពេញគឺជាស្ត្រីត្រូវបានគេស្ដីបន្ទោសហើយបន្ទាប់មកស្ត្រីនោះគួរតែត្រូវបានបញ្ជូនទៅផ្ទះបុរសនោះបាននិយាយថាគាត់បានរមួលគាត់ជាបានរងចាំចម្លើយរបស់ស្ត្រីនោះគាត់បានលើកនាងឡើងហើយដឹកនាងចេញទៅដល់ស្ត្រីដែលមានល្បិចកក្នុងឈុតនេះអារម្មណ៍ចំណែនឈ្នានេះបានកើតឡើងនៅក្នុងគាត់ដូច្នេះខ្ញុំបានសម្រេចចិត្តចេញទៅបង្ហាញស្ត្រីថាមានអ្វីបន្ទាប់ពីឡើងលើឡានក្រុងរួចបុរសនាងបានចងខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យជាប់រួចដាក់ចូលគាត់ថាវិធីក្លិននៃស្នេហាដំបូងរបស់មើលសួរអ្នកទាំងពីរថាតើពួកគេធ្លាប់ចូលទេខ្ញុំមិនដែលឃើញអ្វីដូចវាទេស្ត្រីនោះនិយាយជាអ្នកដែលបានមើលថែកូនរបស់គាត់ទេភ្នែករបស់គាត់បដិសេធដោយញុះញង់រួចរាល់ហើយពលឺមួយបានភ្លឺឡើងក្នុងភ្នែករបស់គាត់បានឆក់យករបស់ទូរស័ព្ទចល័តដើម្បីចែករំលែកលេខទូរស័ព្ទរបស់អ្នកនោះត្រូវបានរក្សាទុកនៅក្នុងដៃរបស់ស្ត្រីលើយន្តហោះសូមឲ្យស្ត្រីនោះនាំស្ត្រីម្នាក់ពេលនាំកូនរបស់អ្នកទៅជួបគ្រូពេទ្យអ្នកអាចណាត់ជួបជាមួយខ្លួនឯងទៅផ្ទះវិញក្រោយមកបុរសនោះបានជីកកកាយស្នេហាដំបូងសារីដែលបន្សល់ទុកនៅទីនោះសៀវភៅបញ្ជីសម្រាប់មនុស្សពីរនាក់ម្នាក់ខ្ញុំចាំបានយ៉ាងច្បាស់នៅការចំណាយទាំងអស់វាដូចជាគាត់ខ្លាចមានទំនាក់ទំនងច្រើនពាក់ព័ន្ធច្រើនរួចប្រគល់ឲ្យជំនួយការខ្ញុំបានទូរស័ព្ទទៅហើយតើអ្នកអាចស្វែងយល់បានទេសម្បត្តិមរណភាពរបស់ស្ត្រីទី2ក្រោយពីនារីរូបនោះជប់ពីការងារហើយនាងត្រូវបានបញ្ជាឲ្យផ្ញើគំរូឃ្លាំងនោះហើយប៉ុន្តែវាម៉ោង10ហើយមិនហើយការធ្វើដំណើរទៅមកចំណាយពេល3ដំបូងឡើយស្ត្រីនោះចង់បដិសេធទោះជាយ៉ាងណាក៏ដោយស្ត្រីនៃព្រះសូត្របេដងបានក្រោយការងារនាងអាយុហើយនាងស្ត្រីនោះគឺស្ត្រីខ្ញុំមិនមែនទេយ៉ាងណាក៏ដោយនាងគ្មានជំរឿអ្វីក្រៅពីយកត្រឡប់ទៅផ្ទះវិញភ្នែកអ្នកបើកបរបានស្ត្រីម្នាក់តែម្នាក់ឯងនៅពេលយប់នៅខាងក្រៅគាត់ថែមទាំងបង្កើតអារម្មណ៍ចំពោះស្ត្រីមួយដែលគួរពីច្បាប់នេះខាងលើតំបន់កាន់ស្កាយទោះបីជាបរិបទមានប្រពន្ធត្រូវបានក៏នាងសម្រាប់ផលិតសារធាតុជីនសេងសម្រាប់របស់វាមិនអាចប្រៀបផ្ទឹមបានដោយគ្មានថាលំនាំស្មុគស្មាញប៉ុណ្ណាទេពួកវាទាំងអស់អាចត្រូវបានចម្លងម្ដងមួយនាងជឿលើបន្លាមេកានិករបស់ពួកគេការប៉ាក់បានលើសពីប្រពៃណីជាយូរមកហើយអ្នកណានិយាយថាប៉ាក់មេកានិកការប៉ាក់អាចជំនួសសិប្បកម្មប្រពៃណីអរិយាផ្នែកឧស្សាហកម្មប៉ាក់លុះបានមកដល់ទីនេះជាមនុស្សជនបទកាសាដើម្បីលុបបំបាត់ចោលទាំងស្រុងនៅបន្លាប្រពៃណីនោះត្រូវបានកំទេចដូច្នេះគាត់ចង់ឲ្យប្រជាជនបានមកពិនិត្យមើលយន្តហោះរបស់ការប៉ាក់មេកានិកប្រៀបធៀបទៅនឹងការប៉ាក់បែបប្រពៃណីការប៉ាក់វិញ
ហើយស្ត្រីចំណាស់ក៏អនុញ្ញាតបានបោះជំហានទៅមុខដើម្បីជួយពីក្មេងស្រីនោះបានសម្លឹងមើលពួកគេសូម្បីតែបន្ទាប់ពីប៉ាក់ដោយម៉ាស៊ីនក៏ដោយតើយើងអាចបដិសេធតម្លៃនៃការប៉ាក់ដោយម៉ាស៊ីនបានទេស្អាតនឹងខ្សែភ្លើងរលោងវាល្អឥតខ្ចោះគ្រប់បែបយ៉ាងមិនមែនតតែសោះបាត់បង់មនុស្សម្នាក់ដែលមានបទពិសោធន៍10ឆ្នាំពេលលើដូច្នេះជាងដេប៉ាក់ប្រជាជនចិនកាន់តែមានមោទនភាពកាន់តែខ្លាំងឡើងមិនអាចយកឈ្នះម៉ាស៊ីនបានទេសូម្បីតែការសេចក្តីថ្លែងការណ៍ដ៏ក្រអឺតក្រទមមួយគេត្រូវដាក់ពាក្យទៅសហគមន៍អន្តរជាតិភាពចម្រូងចម្រាសនៃការប៉ាក់និងប៉ាតង់នៅពេលនោះអ្នកដែលធ្វើការប៉ាក់ទាំងអស់អ្នកដែលចង់ទៅលេងប្រទេសកាសាគូរ៉ាបងពុនប៉ាតង់មនុស្សគ្រប់គ្នាស្ដាប់វេនហ្វេនបានសម្ដែងការមិនពេញចិត្តរបស់នាងការប៉ាក់គឺជាមរតកពីដូនតារបស់យើងតើរបស់ដែលបានទាញយកបានខ្លាយជាយ៉ាងអ្នកណាមានកម្លាំងគឺជាធម្មតាអ្នកណាដែលមានផលិតផលល្អបំផុតវាគឺជាក្រុមសំខាន់និងស្ត្រីចំណាស់ខ្ញុំមិនព្រមឲ្យគាត់ធ្វើអ្វីទាំងអស់ទេភ្លាមនោះស្ត្រីដែលមានល្បិចកលនោះបានស្លៀកនេះក៏ត្រូវបានដាក់តាំងបង្ហាញនៅលើដើម្បីបង្ហាញជំនាញប៉ាក់របស់ពួកគេនឹងស្ត្រីម្នាក់ស្លៀកពាក់ជាក្មេងស្រីដែលមានបានឡើងលើឆាករូបនោះគ្រាន់តែសម្រាប់ខ្លឹមសារនៃការប៉ាក់ត្រូវបានបង្ហាញយ៉ាងពេញលេញការរចនាយ៉ាងល្អិតល្អន់ប៉ុន្តែត្រូវបាននាំឲ្យកាន់តែមានជីវិតមិនមែនជាការចាក់មេកានិកតតែសោះការប៉ាក់អាចត្រូវបានប្រៀបធៀបទៅនឹងកំណត់ចំណាំប៉ាក់ការសង្កត់ធ្ងន់គឺទៅលើប្រភពដើមទាំង4នៃវិញ្ញាណនិងមុនស្នេហ៍ព្រមទាំងសារៈសំខាន់នៃភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិការប៉ាក់មេកានិកទោះបីជាការងារនេះស្អាតក៏ដោយប៉ុន្តែពួកគេទាំងអស់សុទ្ធតែជាខ្ញុំមិនដែលប្រាប់អ្នកណាអំពីរឿងនេះខ្ញុំមិនញ៉ាំបង្គាស្ងួតទេតើអ្នកដឹងដោយរបៀបណារាល់ពេលដែលខ្ញុំឃើញអ្នកផឹកអាហារដ្ឋានស៊ុបសារ៉ាយសមុទ្រនិងស៊ុបចៀនអ្នកអាចធ្វើរឿងសម្បកបង្គាចេញនេះហើយវុនតុន2ចាននិង1ចានកុំប្រើបង្គាស្ងួតវិនាទីបន្ទាប់គាត់ចាប់យ៉ាងណែនចុងម្រាមដៃរបស់ស្ត្រីម្នាក់មានតែជឿខេងមៀវនៅលើពិភពលោកទាំងមូលទេដែលដឹងថាគេស្ងួតតើអ្នកដឹងដោយរបៀបណាតើអ្នកជានរណាឲ្យប្រាកដ